អត្ថបទអំណានរឿងទំនៀមទម្លាប់ដាក់ប្រាក់កាក់ក្នុងមាត់អ្នកស្លាប់មានរឿងបុរាណដំណាលតគ្នាថាមានបុរសម្នាក់នៅជាមួយប្រពន្ធតាំងពីក្មេងរហូតដល់ចាស់គ្មានកូនមួយសោះគាត់មានមាសមួយបាតប្តីប្រពន្ធនេះបានសន្យាគ្នាថាបើអ្នកណាស្លាប់មុនត្រូវយកមាសនេះដាក់ក្នុងមាត់អ្នកនោះចំណែកកាលមិនយូរប៉ុន្មានប្តីបានស្លាប់មុនទៅភរិយាក៏យកមាសនោះទៅដាក់ក្នុងមាត់ប្តីហើយយកសពប្តីទៅបូជាភ្លើងឆេះមាសរលាយអស់នៅសល់តែ3ស្លឹងថ្ងៃមួយព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យរៃអង្គាសមាសក្នុងមួយផ្ទះឲ្យបានមួយបាតជាកំហិតប្រពន្ធរបស់ខ្មោចនោះក៏យកមាស3ស្លឹងដែលគាត់រើសទុកនោះទៅថ្វាយស្ដេចគាត់ទូលស្ដេចក្រាបទូលព្រះករុណាមាសនេះពីដើមពេញមួយបាតតែខ្ញុំម្ចាស់បានយកទៅបង់មាត់ឲ្យប្តីខ្ញុំម្ចាស់នៅពេលគាត់ស្លាប់ក៏ត្រូវភឿងឆេះអស់នៅសល់តែប៉ុណ្ណឹងសូមព្រះករុណាមេត្តាដល់សត្វទាល់ក្រផងចុះខ្ញុំម្ចាស់មិនអាចរកមាសមកថ្វាយព្រះអង្គបានឡើយព្រះមហាក្សត្រទ្រង់ស្ដាប់ហើយក៏កើតក្តីសង្វេគស្លុតព្រះទ័យទើបទ្រង់លើកលែងការរៃយកមាសពីបណ្ដារាស្ត្រតទៅទៀតអាស្រ័យរឿងនេះទើបបណ្ដារាស្ត្រទាំងអស់យល់ថាប្រាក់ឬមាសដែលបាំងក្នុងមាត់ខ្មោចមានអានុភាពទៅលើទឹកចិត្តមនុស្សណាស់សូម្បីព្រះមហាក្សត្រក៏ចោះចាន់អានុភាពនេះដែរម្យ៉ាងទៀតអានុភាពនៃប្រាក់ឬមាសបាំងមាត់ខ្មោចនេះជាវត្ថុស័ក្តិសិទ្ធិអាចជួយរំដោះគ្រោះថ្នាក់ក្នុងពេលមានអាសន្នបានហេតុដូច្នេះហើយទើបគេនាំគ្នាធ្វើរបៀបនេះរហូតកើតទៅជាទំនៀមទម្លាប់តរៀងមកប៉ុន្តែអ្នកប្រាជ្ញបុរាណឲ្យយកប្រាក់ឬមាសទៅដាក់ក្នុងមាត់ខ្មោចដើម្បីធ្វើជាប្រស្នាឲ្យពិចារណាថាយើងមិនអាចយករបស់អ្វីមួយជាប់នឹងខ្លួនបានទេនៅពេលដែលយើងស្លាប់ទៅ